Ok, số đây là tao này chẳng đâm bày cho lại taoពីអូប្រាដើមអ្នកដែលគាត់សួរពីរបៀបបដូរ password នៅលើ marketing data តាមរយៈ inbox អញ្ចឹងហើយខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងគ្នាឥឡូវនេះអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរ marketing data user password យើងបានអ្នកទាំងគ្នា log in តាមរយៈ inbox ទៅកាន់ data របស់អ្នកទាំងគ្នាប្រើប្រាស់បាទអញ្ចឹងពេលដែលអ្នកទាំងអស់គ្នា log in ចូលទៅហើយគឺវានឹងចេញផ្ទាំង interface អញ្ចឹងអូខេអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវធ្វើបន្តគឺអ្នកទាំងអស់គ្នាឃើញនេះពាក្យថា system បាទអញ្ចឹងអូខេនេះ system ហ្នឹងបាទនេះ system អូខេអញ្ចឹងអ្នកទាំងអស់គ្នាចុចត្រង់ system ហ្នឹងមកហើយអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នានឹងរកពាក្យថា user បាទអ្នកឃើញទេ user នេះបាទនេះ user ហ្នឹងអ្នកទាំងអស់គ្នា cursor ហ្នឹងហើយ click ចូលមកបាទអញ្ចឹង user នេះគឺជា user ឧទាហរណ៍ថានេះជា user ដែលខ្ញុំកំពុងតែធ្វើគឺ user test បាទអញ្ចឹងអ្នកទាំងអស់គ្នាចង់ change password នៅ user test អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ right click ហើយយកពាក្យថា password បាទអញ្ចឹង new password អ្នកទាំងអស់គ្នាដាក់មកអ្នកទាំងអស់គ្នាចង់ដាក់ password ប្រមាណឬក៏ password អ្វីដែលអ្នកទាំងអស់គ្នាចង់ដាក់គឺអ្នកទាំងអស់គ្នាគ្រាន់តែវាយបញ្ចូល password ហ្នឹងមកហើយអ្នកទាំងអស់គ្នាចុច password ម្ដងទៀតដើម្បី confirm ថា password ដែលយើងបានបញ្ចូលហ្នឹងវាត្រូវគ្នាអត់អញ្ចឹងណាពេលដែលអ្នកទាំងអស់គ្នាដាក់ហើយអ្នកទាំងអស់គ្នាចុច apply ចុច OK បាទកន្លែងត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិចនៅលើ marketing បើសិនជាអ្នកទាំងអស់គ្នាright click ហើយចុចលើ password ហើយវាចេញផ្ទាំងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់បញ្ចូល password ដែលអ្នកទាំងអស់គ្នាចង់ដាក់ទេអ្នកទាំងអស់គ្នាទុកបលែងឬក៏ទុកទៅទេអញ្ចឹងហើយអ្នកទាំងអស់គ្នា apply អញ្ចឹងស្មើនឹង user របស់យើងនេះអ្នក user test នេះបាទគឺស្មើនឹង user ហ្នឹងគឺអត់មាន password ទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ take note កន្លែងហ្នឹងណាបាទអញ្ចឹងដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការផ្លាស់ប្ដូរ password គឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណសម្រាប់ការចូលចិត្តវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាជួយ follow ហើយ subscribe នៅ channel YouTube របស់ខ្ញុំបន្ថែមទៀតបាទខ្ញុំនឹងចេញវីដេអូទាក់ទងនឹងការ configure ផ្សេងៗទាក់ទងនឹង marketing data ចែករំលែកបទពិសោធន៍ខ្លះៗទៅអ្នកទាំងអស់គ្នាដើម្បីធ្វើជាចំណេះដឹងដើម្បីរៀនពី marketing ចំណុចទូទៅទាំងអស់គឺជា experience ដែលអ្នកទាំងអស់គ្នាត្រូវយកទៅប្រើប្រាស់រៀងរាល់ថ្ងៃគឺក៏ទាក់ទងជាមួយនឹងបច្ចេកទេសអ្នកទាំងអស់គ្នាកំពុងតែ handover អញ្ចឹងណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ